សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺការងារខ្ញុំធ្វើជាអ្នករៀវផ្ទះដូចអ្នកគក់ជេរផ្ទះឲ្យគេអញ្ចឹងណាយកមកបង្ហាញផ្ទះ3ចំនួន3ឲ្យអ្នកគ្នាមើលបានធ្វើការស្លៀកពាក់មកនិយាយទៅយើងធ្វើការជាអ្នកគក់ជេរផ្ទះយើងទៅតែងខ្លួនឲ្យស្អាតតិចដើម្បីធ្វើការរៀវផ្ទះទៅមានគេចាប់អារម្មណ៍អញ្ចឹងណាហើយនេះគឺជាផ្ទះទី1ផ្ទះទី1គឺលក្ខណៈបែបផ្ទះនេះគាត់ទៅឆ្លងមកផ្លូវគឺដល់កន្លែងលេងបាល់ហ្មងនិយាយទៅលយហ្មងណាហើយដូចជាឆ្វេងដៃហ្នឹងគឺមានហាង burger មួយទៀតនិយាយទៅខ្លងលយហ្មងនៅផ្លូវធំហ្នឹងជិតកន្លែងផ្លូវកែងទោះវាមិនកែងតែវាជិតផ្លូវកែងអញ្ចឹងយើងអ្នកជិះយប់ឡើងអីហ្នឹងគឺស្រួលហ្មងបាច់ស្ងាត់មិនអីអញ្ចឹងណាហើយយើងមកចូលមើលក្នុងផ្ទះទាំងអស់គ្នានេះគឺមានកន្លែងដាក់ឲ្យជើងហើយទ្វារកញ្ចក់ចូលទៅដល់ដំបូងគេគឺយើងមានឃើញកន្លែងកម្មជាដើមនៅឆ្វេងដៃហើយកន្លែងនេះគឺផ្ទះបាយហាងស្នាមដៃនេះគឺកន្លែងអង្គុយអញ្ចឹងទៅហើយកន្លែងនេះគឺជាសាឡុងដែលយើងអាចមើលទូរទស្សន៍បានសំខាន់គឺមានសង្ហារដែលណាគេក្តៅអីចឹងទៅត្រូវហើយឆ្វេងដៃគឺកញ្ចក់យើងអាចមើលទីធ្លាកន្លែងបាល់បានហើយខាងនេះដូចជាទលាយខាងក្រៅបន្តិចដូចវេរ៉ង់ដាអញ្ចឹងហើយនេះគឺជាកន្លែងឲ្យចតរោងបាយគឺជាក្រានបាយបែបឈើអញ្ចឹងណា furniture គេចេញមកបែបឈើតែកន្លែងខាងក្រោមនេះគឺធំមែនតើដល់នេះទលាយក្នុងការរស់នៅអញ្ចឹងណាបើដល់ខាងលើវិញជាន់ទី2គឺទៅដល់បន្ទប់គេងយកហ្មងហើយទៅខាងលើនេះក៏ធំដែរប៉ុន្តែជាផ្ទះបែបលក្ខណៈកញ្ចក់អញ្ចឹងមានកន្លែងអង្គុយគូររូបមើលទៅសភាពមើលអីអញ្ចឹង enjoy view សាហាវហើយខាងក្រោយហ្នឹងគឺ view ផ្លូវអញ្ចឹងទៅកន្លែងខាងក្រោយហ្នឹងមានទីធ្លាសម្រាប់យើង picnic ទៀតនិយាយទៅទេសភាពគិនផ្ទះគឺស្អាតហ្មងហើយប៉ុន្តែគាត់ខ្លាចយប់ឡើងដេកអាណាដេកមើលចាប់ប្រោដោយសារអត់មានវាំងនោមសំខាន់កញ្ចក់ច្រើនទៀតបាទនៅកន្លែងនេះវិញយើងអង្គុយធ្វើការងារគឺមើលទេសភាពខាងក្រៅមានការសាការាមការអីហ្នឹងទៅ vibe ចេញមកអូយរត់ vibe ហ្មងណាហើយនេះគឺក្រេគេប៉ុន្តែខ្ញុំមានអារម្មណ៍ថាផ្ទះនេះដូចអត់មានបន្ទប់ទឹកសិនទេបងប្អូននិយាយទៅផ្ទះនេះគឺអត់មានបន្ទប់ទឹកតែវាអាចនឹងតម្លៃវាសមរម្យណាស់ផ្ទះវាអត់មានបន្ទប់ទឹកអីចឹងហើយយើងទៅមើលផ្ទះបន្តទៀតមើលសម្រាប់ផ្ទះនេះវិញគឺប្លង់លយមែនតើអ្នកទាំងគ្នាដែលសារវានៅកែងផ្លូវធំណានិយាយទៅទីធ្លាធំសាហាវសម្រាប់ទេសភាពវិញមិននិយាយឲ្យលេខ1ហ្មងមកយើងធ្វើការចូលទៅខាងក្នុងនៅមុខផ្ទះគឺមានទីធ្លាធំមែនតើសម្រាប់យើងអង្គុយលេងអាំងសាច់ជុំបងប្អូនយប់ឡើងអីចឹងណានិយាយទៅខាងផ្ទះនេះគឺមានទីធ្លាខាងមុខធំយើងអាចដាក់ឡានដាក់អីបានដាក់ម៉ូតូដាក់អីចឹងណាផ្ទះខ្ញុំគឺលយត្រង់ទីធ្លាខាងមុខធំទូលាយហ្មងដាក់ម៉ូតូដាក់ឡានពីបានពីគ្រឿងហើយយកមកធ្វើការចូលទៅក្នុងចូលទៅដល់កំពង់កន្លែងដាក់ស្បែកជើងបើកទ្វារមកគឺសាឡុងអង្គុយលេងចឹងណាសំខាន់មើលទៅស្វៀបខាងក្រៅបានសំមានម៉ាស៊ីនត្រជាក់ទៀតយើងធ្វើការអង្គុយទីមើលហើយទៅអង្គុយអាចមើលទេសភាពពីខាងក្នុងនៅខាងក្រៅបាននិយាយទៅលយហ្មងហាក់ខ្លាចក្នៅហើយគឺមានម៉ាស៊ីនត្រជាក់ហើយដើរទៅខាងក្នុងបន្តិចគឺមានកន្លែងតុអង្គុយញ៉ាំបាយហើយនេះគឺកន្លែងដាក់ទូរស័ព្ទដាក់អីនេះគឺតុអង្គុយញ៉ាំបាយនៅកណ្ដាលផ្ទះហើយនេះគឺជាសាឡុងទទួលភ្ញៀវមានទូរទស្សន៍មានម៉ាស៊ីនត្រជាក់ហើយខាងឆ្វេងគឺកញ្ចក់យើងមើលទេសភាពបាននេះទៅស្តៀងផ្ទះនោះដែរប៉ុន្តែផ្ទះនេះអត់មានខាងកង្ហាលទេអ្នកនរគ្នាគឺម៉ាស៊ីនត្រជាក់យកហ្មងហើយនេះគឺជាក្រានបាយបែប furniture បែប luxury ហ្មងណានិយាយទៅហើយខាងក្រោយផ្ទះនេះគឺជាកន្លែងហាកៅអៅកន្លែងបោកកៅអៅខ្ញុំស្រឡាញ់កន្លែងហ្នឹងមែនតើលក្ខណៈវាស្អាតណាស់អ្នកនរគ្នានិយាយទៅទេសភាពបោកកៅអៅបានទៀតមកយើងធ្វើទៅមើលខាងលើម្ដងតែខាងលើហ្នឹងមានអីគេខ្លះខាងលើគឺមានទស្សនជាមានកន្លែងអង្គុយមាន PC ទៀតលយហ្មងយើងអង្គុយលេងហ្នឹងក៏យើងអាចមើលទេសភាពស្ដាំដៃឬខាងមុខបានដែរតាមពិតកន្លែងនេះគឺមានសាឡុងប៉ុន្តែខ្ញុំវាយចោលបាត់ហើយខ្ញុំថារងប្ដូរថ្មីតែមិនតន់ណាអានេះគឺបន្ទប់គេងសំខាន់បន្ទប់គេងគឺមានទូរទស្សន៍មានម៉ាស៊ីនត្រជាក់ហើយមានបងអួចហើយនេះគឺជាបន្ទប់ទឹកយើងមានកន្លែងអង្គុយនិយាយទៅបន្ទប់ទឹកនេះមើលទេសភាពប្រោយណាគេមើលពីក្រៅអីធ្លុះហ្មងហើយកន្លែងនិយាយទៅមើលធ្លុះដល់អ្នកគឺជួអាចអីចប់ប្រោយហ្មងហើយនេះគឺកន្លែងយើងងូតទឹកមើលទេសភាពខាងក្រៅបានស្អាតហ្មងហើយនេះគឺជាកន្លែងងូតទឹកការឈប់តែទៅផ្ទះខ្ញុំមានតែប៉ុណ្្នឹងតែខ្ញុំធំល្មមដែរបងប្អូនគ្នាមានបន្ទប់ទឹកធំកន្លែងក្រេគេងធំណាហើយសំខាន់នៅកែងផ្លូវទីធ្លាខាងមុខស្អាតនិយាយទៅផ្ទះនេះល្អដាច់គេហ្មងហើយយើងទៅមើលផ្ទះទី3ទាំងអស់គ្នាគឺជាផ្ទះទី3ផ្ទះនេះគឺជាបែបជប៉ុនប៉ុន្តែផ្ទះនេះវាអត់នៅលើផ្លូវធំទេលក្ខណៈដូចផ្លូវ
លំអីចឹងណាកន្លែងស្រាប់ហ្នឹងម្ដុំហ្នឹងគឺម្ដុំផ្ទះហ្មងម្ដុំផ្ទះល្វែងចឹងហើយយើងចូលទៅមើលខាងក្នុងតើបែបជប៉ុនហ្នឹងវាមិនយើងបើកទ្វារមកមានកន្លែងដាក់ស្បែកជើងហើយបន្ទប់ច្រើនមែនតើផ្ទះនេះខាងស្ដាំដៃនេះគឺបន្ទប់ទឹកយើងប្រាប់អ្នកបាត់ជើងបាត់អីចឹងណាមានអារម្មណ៍ថាជាន់ក្រោមគឺបន្ទប់ច្រើនមែនតើបន្ទប់នេះវិញគឺកន្លែងយើងអង្គុយលេងគឺសូម្បីតែកន្លែងអង្គុយលេងក៏បែបជប៉ុនដែរលេងបែបជប៉ុនអញ្ចឹងហើយមានកង្ហារមានអីទៀតហើយយើងធ្វើការចេញទៅមើលខាងក្រៅម្ដងមកនិយាយទៅផ្ទះនេះមានបន្ទប់ច្រើនមកខ្ញុំនៅបង្ហាញបន្ទប់មួយនេះបន្ទប់អីគេណោះអូនេះគឺជាបន្ទប់ងូតទឹកមានកន្លែងគេងូតទឹកកាហើយមានកន្លែងបោកខោអាវម៉ាស៊ីនបោកខោអាវចេញទៅខាងក្រោយវិញគឺជាក្រានបាយមានតុមានចក្រានបាយចឹងទៅតែអានេះគឺកន្លែងអង្គុយញ៉ាំបាយកៅអីយើងធម្មតាហ្នឹងហើយនេះវិញគឺជាផាជាបន្ទប់ទទួលភ្ញៀវទទួលភ្ញៀវមានទូទស្សន៍មានកន្លែងអង្គុយស្តៀងអានោះដែរគ្រាន់ថាអានោះវាអត់មានទូទស្សន៍ចឹងណាហើយនេះរឿងទលាយធំជាងប៉ុន្តែអានេះមានផ្លូវមកខាងក្រៅដូចខាងក្រៅគេហ្នឹងគឺសម្រាប់ហាកៅសម្រាប់អង្គុយលេងអង្គុយអីចឹងណាប៉ុន្តែស្អាតមែនតែមានដើមសាការ៉ាហើយកន្លែងខាងក្រៅទីធ្លាឡើងធំហ្មងនិយាយទៅផ្ទះនេះលយហ្មងបែបជប៉ុនប៉ុន្តែលយហើយនេះវិញដូចជាទូសម្រាប់ដាក់អាវ៉ាន់ឬក៏ខោអាវផ្សេងអីចឹងទៅហើយយើងធ្វើការទៅមើលនៅលើម្ដងដល់នៅលើហ្នឹងបន្ទប់វាធំហ្មងខ្ញុំមកអារម្មណ៍ថាផ្ទះនេះបន្ទប់ដូចជាបន្ទប់លើគឺបន្ទប់គេងអ្នកនរគ្នាបន្ទប់គេងមានតែមួយបន្ទប់ទេអាសធំហ្មងណានេះមានកន្លែងតុអង្គុយអីចឹងទៅតុអង្គុយរៀនសម្រាប់អ្នកគេចូលចិត្តអង្គុយរៀនអីគឺត្រូវហ្មងឲ្យសាយើងអាចមើលទេសភាពយើង enjoy view បានអញ្ចឹងណាប៉ុន្តែបន្ទប់គេងវារៀងទូចល្មមដែរហើយឈឺនំឈឺអីបាក់ចាស់ទៅក្រោមទៀតដោយសារបន្ទប់ទឹកមាននៅក្រោមប៉ុន្តែមានអីស្អាតរបស់គេដែរតាតោះខ្ញុំមើលហើយកុំភ្លេចជួយ subscribe ខ្ញុំឲ្យផងខ្ញុំនឹងធ្វើ part 2ខ្ញុំនឹង review ផ្ទះផ្សេងទៀតតែខាងក្នុងវា interior មិនចឹងណា